វិភាគការប្រកួតរបស់ព័រទុយហ្គាល់តើកត្តាអ្វីធ្វើឲ្យពួកគេឈ្នះឬចាញ់សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងនៅក្នុងវីដេអូនេះយើងនឹងធ្វើការវិភាគលម្អិតអំពីការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ដោយពិនិត្យមើលទាំងយុទ្ធសាស្ត្រចំណុចខ្លាំងចំណុចខ្សោយនិងកីឡាករដែលមានឥទ្ធិពលបំផុតលើការប្រកួតចាប់ផ្ដើមពីការរៀបចំក្រុមព័រទុយហ្គាល់បានបង្ហាញពីការលេងដែលមានរបៀបរៀបរយនិងការគ្រប់គ្រងបាល់បានល្អខ្សែបម្រើបានសហការគ្នាយ៉ាងល្អក្នុងការចែកបាល់និងរក្សាចង្វាក់នៃការប្រកួតការបញ្ជូនបាល់ខ្លីៗនិងការផ្លាស់ប្ដូរទិសលេងបានធ្វើឲ្យគូប្រកួតពិបាកក្នុងការដាក់សម្ពាធនៅតំបន់វាយប្រហារព័រទុយហ្គាល់បានប្រើការវាយសម្រុកតាមស្លាបទាំងពីរដើម្បីបង្កើតឱកាសខ្សែប្រយុទ្ធបានព្យាយាមរត់ចូលតំបន់គ្រោះថ្នាក់ជាញឹកញាប់ហើយការសហការរវាងខ្សែបម្រើនិងខ្សែប្រយុទ្ធបានបង្កើតឱកាសសុទ្ធជាច្រើនកីឡាករដែលលេចធ្លោជាងគេគឺ Cristiano Ronaldo ទោះបីជាមានវ័យកាន់តែច្រើនក៏ដោយគាត់នៅតែបង្ហាញពីបទពិសោធន៍ការជ្រើសរើសទីតាំងនិងសមត្ថភាពបញ្ចប់ទីដ៏គ្រោះថ្នាក់លើសពីនេះ Bruno Fernandes បានបំពេញតួនាទីជាអ្នកបង្កើតឱកាសដ៏សំខាន់ដោយចែកបាល់បានត្រឹមត្រូវនិងអាចបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់បានជាច្រើនលើកខ្សែការពាររបស់ព័រទុយហ្គាល់ក៏បានធ្វើការយ៉ាងល្អផងដែរពួកគេរក្សាទម្រង់ការពារបានរឹងមាំនិងអាចទប់ស្កាត់ការវាយបករបស់គូប្រកួតបានជាច្រើនដងទោះជាយ៉ាងណានៅពេលដែលខ្សែការពារឡើងខ្ពស់ពេកក៏នៅតែមានចន្លោះដែលអាចត្រូវបានគូប្រកួតប្រើប្រាស់សម្រាប់ការវាយបកលឿនចំណុចខ្លាំងរបស់ព័រទុយហ្គាល់គឺការគ្រប់គ្រងបាល់បច្ចេកទេសរបស់កីឡាករនិងបទពិសោធន៍ក្នុងការប្រកួតធំៗពួកគេអាចផ្លាស់ប្ដូរយុទ្ធសាស្ត្របានយ៉ាងលឿនអាស្រ័យលើស្ថានភាពក្នុងការប្រកួតប៉ុន្តែក៏មានចំណុចដែលត្រូវកែលម្អផងដែរការបញ្ចប់ទីនៅក្នុងឱកាសខ្លះមិនទាន់មានភាពមុតស្រួចគ្រប់គ្រាន់ហើយនៅពេលបាត់បាល់ការត្រឡប់មកការពារវិញម្ដងម្កាលនៅតែយឺតដែលអាចបង្កឲ្យគូប្រកួតមានឱកាសវាយបកសរុបមកព័រទុយហ្គាល់នៅតែជាក្រុមដែលមានគុណភាពខ្ពស់និងមានឱកាសប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅលើពិភពលោកប្រសិនបើពួកគេអាចកែលម្អការបញ្ចប់ទីនិងរក្សាវិន័យការពារឲ្យបានល្អជាងមុនពួកគេនឹងក្លាយជាបេក្ខភាពដ៏គួរឲ្យខ្លាចសម្រាប់គ្រប់ក្រុមប៉ុន្តែអ្នកគិតថាព័រទុយហ្គាល់អាចបន្តទម្រង់លេងដ៏ល្អនេះបានទេហើយតើអ្នកគិតថា Cristiano Ronaldo នៅតែជាកីឡាករសំខាន់បំផុតរបស់ក្រុមដែរឬទេសូមបញ្ចេញមតិរបស់អ្នកនៅក្នុង comment ខាងក្រោមបើអ្នកចូលចិត្តវីដេអូបែបវិភាគបាល់ទាត់បែបនេះសូមកុំភ្លេចចុច like subscribe និងចុចរូបកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗពី Channel របស់យើងសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូបន្ទាប់